ធ្វើការអនុញ្ញាតនឹងសូមជំរាបសួរសម្ដេចអាដាមលោកជំទាវលោកស្រីកញ្ញាបងប្អូនជាប្រជាកសិករបងប្អូនជាជីវករនិងមន្ត្រីឆ្ការកងកម្លាំងបដិវុធសសានុសិស្សលោកតាលោកយីដែលលោកកំពុងតាមដានស្ដាប់នឹងការផ្សាយពីស្ថានីយ៍វិទ្យុមានជ័យ FM 99 MHz ជាទីគោរពនិងជាទីមេត្រីជួបបងប្អូនយើងសារជាថ្មីបន្តទៀតហើយក្នុងកម្មវិធីសំនៀងពិតរបស់វិទ្យុមានជ័យ FM 99 MHz ដែលលោកអ្នកតែងតែជួបជាមួយខ្ញុំបាទសុគន្ធដែលជាអ្នករៀបចំក្នុងកម្មវិធីនេះប្រិមត្តទីគ្រប់នឹងជាទីមេត្រីថ្ងៃនេះគឺជាថ្ងៃទី3ខែ7ឬក៏ថាខែកក្កដាឆ្នាំ2026ថ្ងៃនេះក៏អត់ខុសពីសប្តាហ៍ម្ដងដែរយើងក៏មានប្រព័ន្ធទូរស័ព្ទពីខ្សែស្វាគមន៍បងប្អូនយើងដែលគាត់មានដំណងចង់ចូលរួមជ្រៀងសប្បាយជាមួយនឹងកម្មវិធីសំនៀងពិតបងប្អូនយើងអាចចូលរួមបានតាមរលកវិទ្យុមានជ័យ FM 99 MHz តាមប្រព័ន្ធទូរស័ព្ទគឺ097 6717272ហើយនិង096 971 9900ខ្ញុំបងប្អូនយើងអាចចូលរួមបានជាមួយនឹងកម្មវិធីសំនៀងពិតរបស់វិទ្យុមានជ័យ FM 99 MHz យើងបានហើយអរគុណណាស់ប្រិមិត្តហើយឃើញថាថ្ងៃនេះអាកាសធាតុនៅក្រុងសារីសុភ័ណ្ឌខេត្តបន្ទាយមានជ័យវេលាព្រឹកនេះមេឃដូចជារៀងបើកថ្ងៃបន្តិចបាទរៀងក្តៅបន្តិចដែរអញ្ចឹងសូមឲ្យបងប្អូនយើងចូលរួមការពារសុខភាពនិងសុខភាពរបស់បងប្អូនយើងផងដែរប្រិមិត្តទីគ្រប់នឹងជាទីមេត្រីមុននឹងជួបនឹងបងប្អូននៅពីកម្មវិធីយើងតែងតែជំរាបដំណឹងល្អតាក់ទងអំពីបញ្ហាផ្នែកសុខភាពដើម្បីជំរាបជូនបងប្អូនយើងដែលធ្វើយ៉ាងណាដើម្បីកាត់បន្ថយការឈឺស្កាត់បាទពីព្រោះថាបច្ចុប្បន្ននេះបងប្អូនយើងដឹងហើយឮហើយរបបអាហារដែលយើងទទួលទានសពថ្ងៃនេះគឺវាសម្បូរត្រីសារធាតុពុលវាសម្បូរត្រីសារធាតុគីមីដូច្នេះសារធាតុទាំងអស់នេះហើយដែលធ្វើឲ្យរាងកាយយើងគឺមិនអាចទ្រង់បានទេបាទអញ្ចឹងហើយសូមឲ្យបងប្អូនយើងចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាពិសាបាទត្រូវយើងធ្វើម៉េចបាទកុំឲ្យវាមានជាតិទាំងអស់នេះចូលក្នុងរាងកាយរបស់យើងបងប្អូនយើងអាចបរិភោគយើងត្រូវកាត់បន្ថយជាតិខ្លាញ់ជាតិអំបិលបាទជាតិប្រៃនោះណាបាទនឹងជាតិស្ករជាពិសេសបងប្អូនយើងអាចពិសាផ្លែឈើពិសាបន្លែត្រីសាច់ឲ្យបានច្រើនណាត្រីឲ្យបានច្រើនណាបាទពីព្រោះថាត្រីនឹងវាមានប្រូតេអ៊ីនច្រើនដែរដើម្បីជួយទ្រទ្រង់រាងកាយរបស់យើងបាទហើយតាក់ទងអំពីធ្វើការលំហាត់ប្រាណទៀតទៅក៏ធ្វើឲ្យសុខភាពយើងក៏រឹតតែពិសេសថែមទៀតបាទហើយរឹតតែពិសេសថែមទៀតនោះបងប្អូនក៏អាចជ្រើសរើសយកប្រភេទអាហារបំពន់មួយប្រភេទដែលមានឈ្មោះថាប្រេងស្រូវយកទៅប្រើប្រាស់រឹតតែបកកែទៀតដោយសារតែប្រេងស្រូវនេះគឺជាប្រភេទអាហារបំពន់ដែលគេចម្រាញ់អំពីធនជាតិទាំង12មុខហើយក្នុងធនជាតិទាំង12មុខនោះគឺវាសម្បូរត្រីសារធាតុចិញ្ចឹមសម្បូរត្រីប្រូតេអ៊ីនសម្បូរត្រីវីតាមីនអញ្ចឹងពេលដែលបងប្អូនយើងពិសាចូលក្នុងរាងកាយហើយនោះគឺវាទៅទ្រទ្រង់រាងកាយយើងឲ្យដំណើរការបានល្អវាទៅជួសជុលកោសិកាចាស់បង្កើតនឹងកោសិកាថ្មីវាទៅបំពេញបន្ថែមរកកង្វះខាតទាំងឡាយនៅក្នុងរាងកាយយើងគឺធ្វើឲ្យរាងកាយយើងនេះគឺដំណើរការល្អពីមួយថ្ងៃទៅមួយថ្ងៃតែម្ដងដូច្នេះបងប្អូនមានបញ្ហាផ្នែកសុខភាពឈប់ភ័យឈប់ព្រួយឈប់បារម្ភអាចងាកសាកល្បងប្រើប្រាស់បានជាមួយប្រភេទអាហារបំពន់ប្រេងស្រូវចុះពិតជាមិនខុសបំណងទេដោយសារប្រេងស្រូវនេះគេផលិតតាមស្តង់ដារអន្តរជាតិទទួលស្គាល់ដោយក្រសួងសុខាភិបាលផងដែរដូច្នេះបងប្អូនមានបញ្ហាការៈដូចជាជំងឺលាកកាពះជំងឺលាកពោះវៀនជំងឺរដូងបាតលាកសួតលាកថ្លើមលាកតម្រងនោមញឹកនោមញាប់អាឡែស៊ីច្រមុះមេរោគក្នុងកាពះជំងឺទាញទឹកជំងឺមហារីករោគស្ត្រីទូទៅដែលមិនទៀងចុកចាប់ពេញរាងកាយគៀបសរសៃអកក្រាញ់ជង្គង់អស់កម្លាំងហាឡាយឧស្សាហ៍ជាក្បាលញឹកញាប់គេមិនលុះក្បាយមិនបានស្រើស្រាញពេញរាងកាយក្តៅក្រហល់ក្រហាយបាត់ដៃបាត់ជើងស្ពឹកសពុនស្លាប់មកចំហៀងខ្លួនរឹងព្រាមដៃរឹងព្រាមជើងឈឺចកេះឈឺក្នុងឈឺជង្គង់ឈឺស្មាលើអាស៊ីតលើកឡើងស្ករទៅនោមផ្អែមនោះបងប្អូនយើងអាចងាកសាកល្បងប្រើប្រាស់បានជាមួយនឹងប្រេងស្រូវប្រកែសាសិនចឹងសម្រាប់សាខាខេត្តបន្ទាយមានជ័យរបស់យើងមានតែមួយទីតាំងទេជាប់នឹងវិទ្យុមានជ័យ FM 99 MHz របស់យើងឬក៏តាក់ទងតាមរយៈប្រព័ន្ធទូរស័ព្ទគឺ097 847 9900 017 25 52 57និង081 52 77 99ក្នុងនោះយើងបាននាំចូលនៅប្រភេទកាហ្វេសុខភាពមួយទៀតដែលមានឈ្មោះថាទីសូគឺជាកាហ្វេសុខភាពជួយសម្រួលរាងកាយរបស់យើងជាពិសេសបងប្អូនដែលមានបញ្ហាផ្នែកលើអាស៊ីតលើខ្លាញ់លើស្ករទឹកនោមផ្អែមថតលើគីឡូបាទរលាកកពេញប្រូស្តាតរលាកតម្រងនោមខ្សោយកម្លាំងហិលលហាយខ្សោយធម្មពលបរោះបាទបងប្អូនយើងអាចងាកមកប្រើប្រាស់បានជាមួយនឹងកាហ្វេសុខភាពបាទទីសូចុះពិតជាមិនខុសបំណងទេអញ្ចឹងសម្រាប់សាខាខេត្តបន្ទាយមានជ័យគឺជាប់នឹងវិទ្យុមានជ័យ FM 99 MHzអូខេប្រិមត្តទីគោរពនឹងជាទីមេត្រីលោកតាលោកយាយតោះឥឡូវយើងទៅធ្វើការបើកប្រព័ន្ធទូរស័ព្ទដើម្បីស្វាគមន៍បងប្អូនយើងដែលគាត់មានដំណងចង់ចូលរួមច្រៀងសប្បាយជាមួយនឹងកម្មវិធីសំឡេងគាត់របស់យើងអញ្ចឹងក៏អនុញ្ញាតបើកប្រព័ន្ធទូរស័ព្ទសិនបាទ097បាទ
097អាឡូបាទជម្រាបសួរ រៀបសួរមួយគុណ បាទជម្រាបសួរឲ្យសុខសប្បាយជាទេបាទ ពូសុខសប្បាយធម្មតានេះមួយ បាទអរគុណច្រើនលោកពូ បាទឯកសារពេលព្រឹកណាក្រោយ អាហារពេលព្រឹកបានរួចរាល់ហើយបាទអរគុណច្រើនលោកពូសានហើយហើយលោកពូសុងបាទ ពូសាន ពូសានណាពូសានខេត្តពូសាត់បាទ បាទពូសានទៅពូសាទទេ បាទ ពូសុងទេ បាទពូសានខេត្តពូសាត់បាទអរគុណច្រើនហើយអាកាសធាតុនៅខាងខេត្តពូសាត់យ៉ាងម៉េចដែរពូសាន ថ្ងៃនេះមេឃរៀងមិនឆ្លាស់មកទេមានកកហើយថ្ងៃបើករៀងព្រាលតែ បាទព្រាលណាបាទហ្នឹងហើយអរគុណច្រើនលោកពូសានបានចូលរួមហើយថ្ងៃនេះត្រៀមបទចម្រៀងអ្វីដែរ គឺច្រៀងបទគូស្នេហ៍ក្បែរស្ទឹងកំពតឬក៏ស្ទឹងកំសត់ក៏នឹងមាន2គេដាក់2គូស្នេហ៍ក្បែរស្ទឹងកំពត បាទគូស្នេហ៍ក្បែរស្ទឹងកំព បាទ ត ដែរបាទផ្ញើជូនមួយសុគន្ធនឹងក្រុមគ្រួសាររបស់មួយពីពោសុខភាពអស់ជោគជ័យក្នុងការងារហើយផ្ញើ អរ ជូ គុ ន ណ បងស្រីមឿនបងសុងចន្ទថាដានេមួយមុំអ្នកលឿងប្រហែងប្រាក់សែនអូនលីបងតារាកូនអតានិស័យមួយបងបលិនលក្ខកងពិស័យបងជំរាបពូបៃតម្រាក់ពូពុកចាំមួយតុនបាននេះជំរាបអូនជាងមនិតតែលោកចောက်សរំផងអស់មួយ បាទអូខេបាទគូស្នេហ៍ក្បែរស្ទឹងកំពតអញ្ចឹងណាបាទបាទ បងស្រីលឹងមក ហ្នឹងហើយ គេស្រីលឹងអស់មួយ កំពតតោះឥឡូវដាក់សេស្អាតឲ្យមួយបាទឆ្លើយឆ្លងកំពតនេះឆ្លើយឆ្លងបាទគូស្នេហ៍ក្បែរស្ទឹងក្បែរហ្នឹងហើយ ទេសភាពប្រលឹមញញឹមសែនស្រងអើយដូចចាញ់សម្រងស្រកន់និថាបងសូមជាប្រានឆាទាំងសង្ខាសូមតែចិន្តាមេត្តាត្រណី កំសត់ប្រប្រាមកទឹងសូមអ្នកជួយដឹងជួយលឺរឿងស្នេហ៍ជាតិនេះគឺមានអូនម្នាក់ទេតែចិត្តចោកស្នេហ៍ឲ្យថែមអាណិត បងស្រឡាញ់ហើយថែមទាំងអាណិតបើមិនជឿចិត្តស្បត់ជូនក៏បាន ប
ងត្រួយនិមលបងទទួលបានឲ្យតែក៏យ៉ាងសុខសាន្តចិត្តអើយចាជំរាបសួរពុកម៉ែបងប្អូនអរគុណលោកពូសានមកពីខាងខេត្តពោធិ៍សាត់បាទតោះឥឡូវយើងបន្តទៀតទៅបាទស្វាគមន៍បងប្អូនយើងបន្តទៀតបាទ090 6ម្ដងអាឡូបាទជំរាបសួរអាឡូជំរាបសួរបងបាទជំរាបសួរបាទអរគុណច្រើនហើយសុខទុក្ខយ៉ាងណាដែរចាសុខទុក្ខធម្មតាទេបងអរគុណច្រើនបាទអ្នកខាងកងពិសីហ៎បាទហ្នឹងហើយកងពិសីបាទអរគុណណាស់បាទអ្នកខាងកងពិសីយ៉ាងនេះបាទហើយអាហារពេលព្រឹករួចរាល់ហើយនៅរួចហើយបងចាំបងវិញអត់អីទេបាទរួចរាល់ដូចគ្នាបាទអរគុណច្រើនបាទទីមានពេលយើងភ្លៀងអត់បងអនប្រហែលថ្ងៃនេះអត់បានភ្លៀងអីទេបើគាត់ថាបលឹមតិចបាទมันជាភ្លៀងអីខ្លាំងអត់មានទេបាទខ្ញុំមកតាមវិញបានមកកូនមេដែរបាទកូនមេទូខានភ្លៀងយូរហើយបងឯងមើលហើយទៅវិញបានមកកូនមេទៅគ្រាន់តែជែកទៅជុំចាបាទហ្នឹងហើយអរគុណច្រើនបាទអ្នកកងពិសីហើយថ្ងៃនេះត្រៀមបទចម្រៀងអ្វីដែរចង់ច្រៀងវត្តបតុមសូរិយាបងបតុមសូរិយាចាបាទហ្នឹងហើយចាអត់ឃើញស្រុកស្អាតខ្ញុំមកហើយបងអត់ឃើញសោះនេះមកឃើញមកលើកទទួលបាទប្រកបប្រកាយច្រៀងខ្ញុំរៀងស្អកដែរបាទអូមកបងហើយបងបាទចាហៅឃ្លៀមបានដូចចិត្តបងតំទួលមួយបាទលើកមួយដែរចឹងបាទការហៅទូរស័ព្ទរបស់អ្នកត្រូវបានដាក់ក្នុងការរងចាំអាឡូជំរាបសួរបាទហើយបាទហៅក៏បញ្ចូលតែខ្លាចបាទសុខសប្បាយទេបងសុគន្ធអត់អីទេសុខសប្បាយធម្មតាអរគុណច្រើនហ្នឹងហើយលោកស្ទៀបបាទអ្នកខាងប្រទីមានជ័យយើងបាទបាទបងហើយអាហារពេលព្រឹករួចរាល់ហើយនៅលោកស្ទៀបរួចបាក់ភ្លេហើយបងហើយរួចបាក់ភ្លេហើយបាក់ភ្លេអេហ្មងណោះបាទហ្នឹងហើយបាទត្រីខកំប៉ុងត្រីខតែលេខកណ្ដាលបានអុយនេះត្រីខ្ញុំនំចុកហ៎បងអូនំចុកចឹងតែជុំបាត់ហ្នឹងហើយបងបតុមសូរិយាតាឡងបាទបតុមសូរិយាបាទហើយចាជូនខ្ញុំនេះធ្លាក់ទឹកអាទាំងពីរឥឡូវទេមិនជួយចាច់ទេបាត់នេះគេមិនជួយចាច់ទេចាអត់ដែរញ៉ាំជូនដៃគូខ្ញុំឡងទេអរគុណច្រើនហើយជូនឡងជប៉ុនទៅដល់គ្រូតាដែរចាអរគុណបាទចាហើយជូនដំសានផងទៅទាំងក្រុមគ្រួសារចាបើចាំត្រាបើឲ្យចម្រាក់ផងហើយបងដាផងបងឌីផងដែរចាជូនអូនប្រុសច័ន្ទថាផងដែរនៅតំណត់នេះចង់ទៅក្មេងនេះចង់ទៅក្មេងតែងាច់តែភ្លេងមកបាទវាជូនតែមុខវាស្នេហ៍ផងតែកណ្ដាលដៃគូនេះផងងាវមកដល់ហើយតែកុំកំតាយប្រងើយធ្វើឲ្យបងមកពីចង្អាយបាត់ពីមានជ័យបងអើយកាងងារទេដាច់ភ្លេងសូមពោលឲ្យលេខណាពោល
แต่คงสมองบนตุ้มโตยาโอโบตุมโซริยาต้องบอกนี่นะเย็บเรียกเย็บตะโวบอกของกระโรกแต่โปรชอบโยcó thể lên cô lại cô giảm môn này សូមអូនកុំពេរៀងយ៉ាងយ៉ាងไรស្លាប់រង Ôm đau buồn nắngព្រះchân vong vong តែកុំសមបទុំតូនយ៉ាអូអរគុណច្រើនហឺនឹងណោះវែងឆ្ងាយបាទញ៉ាជូនខ្ញុំអត់លឿនញ៉ាជូនណាត់តាផងដែរចាអរគុណណាបងជម្រាបលាអរគុណសុខសប្បាយបងប្អូនយើងមកពីការខេត្តកំពង់ស្ពឺរួមជាមួយបន្ទាយមានជ័យតោះឥឡូវបន្តទៀតអាឡូបាទជម្រាបសួរអាឡូបាទបាយអូនលឺនៅបាទលឺហើយបាទអរគុណច្រើនកូនខ្ញុំវ៉ាន់នេះទៅពីគៀនស្វាយបាទលោកពូវ៉ាន់នេះបាទហើយសុកទុកយ៉ាងណាដែរលោកពូបាទសុកធម្មតាអូនអត់អីទេបាទអាកាសធាតុថ្ងៃល្ងាចមិញមានភ្លៀងអូបាទមានភ្លៀងណោះបាទហ្នឹងហើយអរគុណច្រើនលោកពូបានឲ្យហូបហើយបានបាយមួយចានហើយខ្ញុំផ្លើកឡើងបាទខ្ញុំបានបាយដែរបាទអរគុណណាស់លោកពូវ៉ាន់នេះតែងតែគ្រប់គ្រងជាមួយនឹងកម្មវិធីសំនៀងពិតហើយថ្ងៃនេះត្រៀមបទចម្រៀងអ្វីដែរបទនេះក្មួយហើយម៉ាយកូន5បាទមានម៉ាយកូន5បាទចឹងផ្ញើទៅលោកពូបាទញ៉ាឲ្យអូនអីស្រឡាញ់បាទញ៉ាណាតាផ្ញើជាងដេតញ៉ាវលីបូផាញ៉ាបងតានបងសង់ញ៉ាបើចន្ទ្រាបនភ័ក្រទេវតាអូនវឿនបើចន្ទ្រាអូនខឿននាទីញ៉ាបងប្អូនคนទាំងអស់ទីដល់ណាគឺញ៉ាដល់នឹងតែម្ដងញ៉ាបើវិជ្ជាហើយម្នាក់វិស័យម្នាក់អនធីបាទអូខេមានម៉ាយកូន5ដោះឥឡូវចេញដំណើរបាទចេញមកភ្លេងអកដងតើឥឡូវដាក់ភ្លេងនេះវិញត្រៃតរូបអថាតំនឹងប្រានតំដីកលយានពេលរកមានទេទៅតំណាសែនសំអើយនៅអាយដៃខ្លីតំពើប្រណីប្រាប់ជាមកត្រីបានឬទេអ្នកចង់ស្គាល់អីនាមស្រីហើយសែនពីរុំបងចង់ស្គាល់ឈ្មោះឬមួយក៏បងចង់ស្នេហ៍ប៉ុន្តែត្រូវណាងមិនតចិត្តទេបងយល់ព្រមដែរអូននៅមានម៉ាយកូន5ស្រឡាញ់ទេដាច់យល់ខ្ញុំហើយលោកអើយខំប្រឹងដើរតាមតែម៉ាយកូន5ហើយខ្ញុំចិត្តស្លាយនឹងតែប្រហែលដូចខ្ញុំសម័យមានម៉ាយមានព្រើ
អត់តម្ដងទៅបោសោមលាស្រីតាន់ហើយ អ្នកឈប់សិនប្រខូចស្នេហ៍រួចកុំចង់ប្រងើយខ្ញុំប្រាប់ឲ្យហើយក្រែងស្ដាយក៏ឈាមណាខ្លីអ្នកមេម៉ាយដូចខ្ញុំស្រួយដូចឲ្យលឹកត្រូវថ្ងៃដូចបងល្អអីអ្នកកំឡុងជ្រេះចាប់ឯងស្អីហើយមេម៉ាយក៏ស្អីដែរ ឡាញ់តា អូអើយស្រីតរូបអូតតំនឹងប្រាណតំដីកលយានពីររកមានទេថ្លៃតាសែនសំអើយនៅហើយដីខ្លីតំពើប្រណីប្រគិមោស្រីបានឬទេ អ្នកកុំចង់ស្គាល់អីនាមស្រីហៅសែនពីរុំបងចង់ស្គាល់ឈ្មោះមួយក៏បងចង់ស្នេហ៍ អាពិតជាត្រូវដល់មិនតចិត្តទេ បងយល់ព្រមដែរអូននៅមេម៉ាយកូន5 ចូលខ្ញុំហើយលោកអើយខំប្រឹងដើរតាមមេដាយកូន5ហើយខ្ញុំចិនស្ដាយលេចទៅ មេម៉ាយ កំ មិន ឡោះ ស្អីទេ ដល់ខ្ញុំសំអីមិនបាយវិញត្រូវអត់ទៅម្ដងទៅតែបងសូមលាស្រីសនាយបងលាហើយណាអូន អ្នកឈប់សិនប្រខូចស្នេហ៍រួចកុំចង់ប្រងើយខ្ញុំប្រាប់ឲ្យហើយក្រែងស្ដាយក៏ឈាមមិនណាអ្នកមេម៉ាយដូចខ្ញុំ មែនទេអូ ស្រួ ន យដូចអ្នកឲ្យលឹកត្រូវថ្ងៃរូបបងល្អអីអ្នកកំឡុងជ្រេះចាប់ អូយ មិនស្នេហ៍ក៏អត់ទៅមិនក៏អត់ទេ អូយឈប់តាន់អូន បាទ ចូលលឿន អ គ្រា រ ន់តែ គុណ ឲ្យ ច្ តែ រើ បា ន ត់ បាទ បាទផ្ញើអូនម្ដងទៀតដែរក្តីស្រឡាញ់ហើយផ្ញើបងប្អូនគាត់ទាំងអស់លីឡើងណាគឺផ្ញើឡើងដែរបាទអរគុណអូនជម្រាបលា បាទ សុខ អរ សប្ គុណលោក បាយ គ្រូវ៉ានីមកពីខាងខេត្តខេត្តកណ្ដាលយើងនេះទេហៅបាទជម្រាបសួរបាទ អាឡូបងជម្រាបសួរ បាទជម្រាបសួរសិលៈបាទអរគុណបាទហើយសុខសប្បាយជាទេបាទ សុខសប្បាយធម្មតាបងទៅខាងបងសកល អត់អីទេបាទសុខសប្បាយដូចគ្នាអរគុណច្រើនអ្នកខាងខេត្តកំពង់ចាមយើងនេះបាទហើយអាហារពេលព្រឹករួចរាល់ហើយនៅ ហួចតែបងបានបាយកងហ្នឹង ហ្នឹងហើយបាយកកដូចតែគ្នាខ្ញុំក៏បាយកកដែរ ត្រូវឈ្មោះបងថ្ងៃនេះ បាទអរគុណបាទហើយថ្ងៃនេះឃើញដៃគូមកទេណា ខ្ញុំលើកមួយសិនបានអត់ បាទបាទគាត់ខលមកនៅ អត់លើកមិន បាទធីមកពីខាងខេត្តព្រៃវែងបាទអរគុណណាស់បងប្អូនយើងបានចូលរួមជាមួយនឹងកម្មវិធីសម្លេងពិតរបស់វិទ្យុមានជាFM 99 MHz របស់យើងនេះអរគុណបាទហើយឃើញថាថ្ងៃនេះយើងជួបបងប្អូនយើងច្រើនបាទគ្រប់បណ្ដាខេត្តតែងតែគ្រប់គ្រងបាទ ចាក់វល់បង បាទអាឡូបាទជម្រាបសួរបាទ ខ្ញុំខ្លាចទៅយកគាត់ចាក់វល់គាត់ខឹងគាត់ចេះតែ សង្ស័យចុចមកដឹងដែរមិនដឹងបាទ ចាហ្នឹងហើយបាត់ពីខ្ញុំទៅមិនអូមកខាងនេះវិញយកមកខាងទៅតែប្រាស់ បាទគាត់ចុចទៅគាត់ចុចមកអញ្ចឹងទៅវាបុកគ្នាអត់ជាប់ទេបាទ ឲ្យគាត់ខលមក បាទ
ឥឡូវច្រៀងបទអី បត់អីបងម្នាក់ឯងចឹងដល់ពេល ដាក់បទម្នាក់ឯងមកបទទៅបាទ បត់ម្នាក់ឯងហ៎ បាទ បត់ម្នាក់ឯងយើងដាក់ប ប ត់ រុសហ្នឹងណាបាទ សាលាចាំប្តីផងបង បាទ សាលាចាំប្តី សិលាចាំប្តីអូខេបាទហ្នឹងហើយសិលាចាំប្តីបរុសណាបាទបទនេះបាទ តែតែជំនាញទៅបងប្អូនអត់ព្រោះហ៎ អូខេបាទសិលាចាំប្តីបាទ បងក្រុមគ្រួសារបងខ្ញុំធ្វើបងមានសុខភាពល្អក្រុមគ្រួសារ អរគុណបាទ ទីហើយគូស្រីវែងផងក្រុមគ្រួសារផងចូលគាត់មានសុខភាពល្អផ្ញើជូនអូនធារីបាត់ផងក្រុមគ្រួសារអូនផងដែរជូនតអូនមានសុខភាពល្អផ្ញើជូនគូថាមៈជំរាបក្រុមគ្រួសារបងពូផ្ញើជូនឲ្យកំសត់ក្នុងក្រុមគ្រួសារជូនពរគាត់ឡើងគេហាក់ខានថ្មីដៃគូក្មេងក្រោយគាត់ឲ្យមានតែសំណាងល្អមានជាមង្គលរហូតសូមឲ្យចេះបាយបាក់គ្នាដូចគីឡូមកទៀតហើយផ្ញើជូនពូត្រៃសវលពូតផលកូនស្រីកំពុងធ្វើពីឋានៈជំរាបពីនេតិងើ8រៀលអង្គការតូចគុំអូនស្គាល់តារាផ្សេងអស់ហើយបង បាទអូខេតោះឥឡូវសិលាចាំប្តីបាទ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
គុណច្រើន បាយបាយ បាទសុខសប្បាយបងប្អូនយើងមកពីខាងខេត្តកំពង់ចាមកំពង់ចិត្តអើយតោះឥឡូវស្វាគមន៍បន្តទៀតទៅ097 Alo បាទជម្រាបសួរ Alo បាទ លឺអត់បងលឺអត់ បាទលឺហើយបាទលឺហើយបាទ អូយដល់ថាអូនភ័យហ៎ យ៉ាបាទចេះភ័យដែរណោះបាទ អីមកមិនភ័យមិនដល់ថាអូនក្មេងអូនភ័យប្រឡឹងចង់សក់ហ៎ អូយប្រឡឹងចុងសក់ណោះបាទមិនប្រឡឹងរត់ចូលដើមឈើឡើងដើមឈើទេណាប្រឡឹងនៅចុងសក់វិញណាបាទ អីចុះមកជើយើងអ្នកឡើយទៅប្រឡឹងនៅដើមឈើចាប់បដ ாய் មកឯងក៏មកកំធ្វើជមកជិះវិញចឹងមើល បាទហ្នឹងហើយអរគុណច្រើនលីលីឲ្យសុខសប្បាយជាទៀតណោះ មកហើយមិនស្គាល់សក់តែថ្ងៃនេះរៀងខ្វាន់ហ្នឹងបង រៀងគ្រាន់ណោះបាទហ្នឹងហើយអាសាហូប ដោយសារតែ បាយហូបអីបានច្រើនណាស់បាទហូបបាយហូបអីទៅ ហូបបាយហូបបានតែប៉ុណ្ណឹងមក3 លពីអត់មានលើសដល់កើផង លើសទៅរៀនហូបបានច្រើនតិចទៅបាទយើងកាត់បន្ថយការហូបផ្លែឈើតិចហូបបាយបានច្រើន ឥឡូវបានប៉ងពីរហើយកុំមកតិចទៀតហ្នឹងខ្ញុំទៅឡើយ បាទកាត់បន្ថយហូបចេកកាត់បន្ថយហូបផ្លែឈើណាបាទអានេះយើងហូបបាយបានច្រើនយើងមានកម្លាំងហើយបាទ ឥឡូវនេះមានប៉ងពីរចាំមកហូបបានមានកម្លាំងទៅខ្ចីឡើងមកបើមួយថ្ងៃសិន បាទហ្នឹងហើយអរគុណច្រើនលីលីបានចូលរួមហើយថ្ងៃនេះរកបទចម្រៀងអីដែរ ថ្ងៃនេះដោយសារតែពេលវេលាខ្លីមិនថាខ្ចីឡានបងឯងអញ្ចឹងឡានច្បាយទេអូនណា ឥឡូវឡានច្បាយទេអូនបដ ாய் ទៅណាបាទហ្នឹងហើយ ហ្នឹងហើយខ្លីថ្ងៃបាត់ហ្នឹងវាខ្លីល្មម បាទបទពេលវេលាវាខ្លី បើពេលឯងណាឃើញតែឡានបាននេះមកចង់ញ៉ាយគេដល់ពេលគេសុំខ្ចីឡានបាយអត់ខកដល់ហើយ បាទតែប៉ុនឡានច្បាយសោះណោះបាទហ្នឹងហើយហើយខ្ចីឡានគេមកញ៉ែបាទហូចមែនណាបាទ ខូចខូច បាទអូខេតោះឥឡូវភ្លេងចេញដំណើរសិនផ្សាយសិនណាឥឡូវផ្សាយសិនបាទ ណាញ៉ាស្របស្របតែដល់បងកូនបើផ្សាយជូនអ្នកទៅចូលមុនទាំងអស់បងប្អូនអ៊ំពូមិញអ្នកតាមស្ដាប់កម្មវិធីលើតំណាក់ផ្សាយជូននៅក្នុងតែក្តីគោរពតែម្ដងហើយផ្សាយជូនអ៊ំស្រីបកញ៉ាំបើនេះ បាទអូខេតោះឥឡូវអ្នកភ្លេងបាទចាបោះបោះតាឆាឆា សួស្ដីកញ្ញាទៅណាអញ្ជើញដើរលេង ចាហើយបង បើចង់ទៅស្ដាប់ភ្លេងបងលេងច្រៀងកំដរបានដឹកដឹងដើរគេឡើងមកអង្គុយក្នុងឡាន ហើយបង បងបើកជូនកំសាន្តមួយកូនក៏បានតាមចិត្តទាំងអង ឃើញទេចិនអក៏ឲ្យរកបានរូបមានឡានអូនចង់ស្រលាញ់ហើយស្មងកូនស្វាចង់បានអ្វីត្រង់បងប្រមាឲ្យទាំងអស់តែអ្នកប្រងកំឡុងសំបងដល់ចាស់ใจណាស់បីថ្ងៃ ទេកលយានឡាននីងឡានលោកទេអូនចៅវាយស្រីកើតកូនប្រើបងឲ្យទិញសៀមម៉ៃបើកមកជួបអូនសាលបងពងជាប់និស័យថ្ងៃនេះសើយពេលក្រៃសេថ្លៃចៃឡានបាយលាហើយតែว่าចៃឡានគេទេ មិនសុំណាគេខ្ចីដល់គេខ្ចីដល់2ថ្ងៃ3ថ្ងៃក៏ចិត្តតខចេះបើកឡានអត់ហ្នឹងបើចេះបើកឲ្យតាខ្លាចតែមិនចេះបើកអើបងឯងជួយបង្រៀនអូនចេះតែគេតែកេះអុចផ្ទះបើតែចេះបើកមិនចេះបើកសួស្ដីកញ្ញាទៅណាអញ្ជើញដើរលេងបើចង់ទៅស្រាប់លេង
បងច្រៀងលេងកំដរបាន đây có ដើរខ្មាស់គេឡើងមកអង្គុយក្នុងឡានបងមកជូនកំសាន្តទៅមើលកូនក៏បានតាមចិត្តទាំងអង ba khoai tây chầm lo có ai đâu bán rủ phong em miếng lan con xa ra lạnh đại mong ba bố trong ban ở vậy tao bông ra mái tiếng nên em trong không lòng trong phong bắt đầu chậm chạy làm mày cho em ចេញយូរហើយអូនទេកលយានឡាននីងឡានលោកទេអូនចៅវាយស្រីកើតកូនប្រាប់បងឲ្យទិញសៀមម៉ៃបាក់មកជួបអូនសាលបងបងជាប់និស័យថ្ងៃនេះសយពេលក្រៃស្រីថ្លៃទិញឡានបាយបាយលាហើយ Dạ con nè bông ទៅហើយមិននៅយូរទេព្រោះឡាននេះឡានខ្ចីគេតា Ui, bụng một phần hàm phần lần đấy Phần hàm lần xì kia សង្ហាប៉ុន្តែឡានចៅវាយតាមិនឡានខ្ញុំណាបាទប៉ុន្តែសំខាន់ឲ្យខ្ចីប៉ុន្តែឲ្យចេះបើកអត់ខ្លាញ់ចេះបើកធ្លាប់តែនៅតែចុងឈើបើកឡានបើកកើតណា Ui, chết mà còn ha Chân Mình thầm rồi vô tay cái cô đây, vô chưa cái cô với យកជើងកាច់កោតនោះខ្លាចឲ្យយកជើងកាច់កោតនោះវាបាក់យកជើងកាច់កោតនោះយ៉ាប់បាទហ្នឹងហើយបើបើយកដៃកាច់កោតអត់អីទេបាទអាហ្នឹងចេះតែឲ្យខ្ចី Một đây là lại tại một trời ដៃចេះបត់ចៃច្រើនពេកយើងយកជើងកាច់កោតនោះលយមកនោះបាទហ្នឹងហើយអរគុណច្រើនហើយលីលីបាទអរគុណ Chào bố chân này Chào đi tôi bà thân đi mình ra khó cho mà chia tay bố chân បាទអរគុណសុខសប្បាយបាទអរគុណណាស់ប្រិមត្តដែលសារពេលវេលាយើងគៀបមកនាទីបញ្ចប់ពីកម្មវិធីក៏សូមអធិស្ឋានជូនពរបងប្អូនយើងសំណាងល្អសម្រាប់ពេលនេះខ្ញុំបាទសុគន្ធសូមអរគុណសូមជម្រាបលានៅពេលនេះម៉ោង 10 ម៉ោង